កំឡុងពេលបងមិននៅមើលថែរក្សាផ្ទះសម្បែងខ្ញុំទៅមុនបដើហើយណាលោកបងហេតុតែគេមានញាប់ណាធានាថាលោកបងទាំងពីរកុំបារម្ភអីតើយើងត្រូវរងចាំសេចក្តីស្លាប់មានទឹកហើយអ្នកទាំងពីរមើលណែហ៎ទឹកមេតាមានឈ្មួញតាមរទេះមួយក្រុមបានធ្វើដំណើរទៅជួញដូរនៅតាមស្រុកផ្សេងបងទៅជួញដូរលើកនេះអាចយូរជាងសពមួយដងព្រោះថាអីវ៉ាន់ដែលយកទៅលក់សានេះមានបរិមាណច្រើនជាងលើកមុនហើយសុទ្ធសឹងតែជារបស់ដែលគេត្រូវការជាចាំបាច់ចាស់បងអីវ៉ាន់ទាំងនេះសឹកសឹងតែជារបស់ល្អថែមទាំងមិនដែលធ្លាប់មានគេលក់ពីមុនមកទៀតអូនគិតថាប្រកាសជាលក់ដាច់អស់ជាមិនខានណាបងហើយចុះអាហារក្រៀមនិងរបស់របរដែលបងឲ្យរៀបចំសម្រាប់ធ្វើដំណើរតើអូនរៀបចំហើយឬនៅរបស់របរចាំបាច់ប្រើប្រាស់ពេលធ្វើដំណើរអូនបានរៀបចំទុកដាក់ក្នុងរទេះអស់ហើយបងល្អណាស់អូនកំឡុងពេលបងមិននៅមើលថែរក្សាផ្ទះសម្បែងរងចាំបងត្រឡប់មកវិញណាអូនចាស់លោកប្តីកុំបារម្ភអីសូមបងធ្វើដំណើរឲ្យបានសុខសុវត្ថិភាពតោះលោកបងខ្ញុំទៅមុនបដើហើយណាលោកបងហេតុតែគេមានគូឲ្យគេលាគ្នាអស់ចិត្តទៅលោកបងហើយថ្ងៃនេះមិនដឹងជាយ៉ាងម៉េចទេមានអារម្មណ៍ខុសប្លែកជាងសពមួយដងយ៉ាងម៉េចមិនដឹងទេសង្ឃឹមថាវាជាលៀបទៅចុះលោកបងកុំគិតច្រើនពេកវាមិនអីនោះទេប្រកាសជាលៀបហើយព្រោះរបស់យើងដែលយកទៅជួញដូរលើនេះក៏តែជារបស់ល្អហើយកន្លែងដែលយើងធ្លាប់ទៅនេះដែលមានឈ្មោះតិចណាស់ដែលធ្លាប់ទៅដល់លោកបងប្រកាសជាមានលៀបហើយសាធុឲ្យដូចមិត្តលោកបងថាទៅចុះដូចយើងដឹងស្រាប់ហើយថាទៅជួញដូរលើកនេះជាក់ស្ដែងកន្លែងនោះយើងក៏មិនដែលនឹងធ្លាប់បានទៅនោះទេទើបខ្ញុំចេះតែបារម្ភទៅហើយណាមួយទៀតបន្ទាប់ពីយើងឆ្លងកាត់ព្រៃនេះទៅគឺយើងនឹងត្រូវឆ្លងកាត់វារហោឋាននោះហើយមែនហើយឮថានៅទីនោះខ្សោះគ្មានទឹកនោះទេសូម្បីតែរុក្ខជាតិផ្សេងក៏គ្មានដុះនៅទីនោះដែរហើយបើគ្មានអ្នកនាំផ្លូវប្រកាសជាវង្វេងនៅទីនោះជាមិនខានប្រកាសណាស់គឺដូចលបងទាំងពីរនិយាយអញ្ចឹងទីនោះគឺពិតជាគ្រោះថ្នាក់មែនទែនបើគ្មានអ្នកនាំផ្លូវហើយអ្នកដែលនាំផ្លូវនោះមិនស្គាល់ផ្លូវនោះតែលបងទាំងពីរផ្លេចហើយឬថាខ្ញុំនេះចេញចូលឆ្លងកាត់ទីនោះញឹកញាប់ណាស់ធានាថាលបងទាំងពីរកុំបារម្ភអីព្រោះផ្លូវនោះខ្ញុំស្គាល់ច្បាស់ណាស់បានលោកបងនិយាយធានាអះអាងបែបនេះពួកខ្ញុំលែងព្រួយបារម្ភហើយតោះយើងឆាប់ត្រួតធ្វើដំណើរទៅទិនមេឃនៅភ្លឺក្រោយពេលធ្វើដំណើរអស់រយៈពេល2ថ្ងៃមកពួកគេបានទៅដល់វាលខ្សាច់រហោស្ថានមួយកន្លែងដែលពួកគេត្រូវឆ្លងកាត់ដែលមានរយៈចម្ងាយមិនឆ្ងាយប៉ុន្មាននោះទេក្រោយមកស្រាប់តែមានខ្យល់ខ្លាំងធ្វើឲ្យពិបាកក្នុងការធ្វើដំណើរនិងពិបាកមើលផ្លូវទៀតផងហើយស្របពេលនោះអ្នកនាំផ្លូវដែលធានាអះអាងថាស្គាល់ផ្លូវនោះក៏បានដេកលក់នៅលើរទេះថែមទៀតផងពេលដែលខ្យល់ស្ងប់ស្ងាត់ទើបពួកគេដឹងថាផ្លូវដែលពួកគេធ្វើដំណើរនេះគឺមិនត្រូវនោះទេពួកគេបានវង្វេងនៅក្នុងទីវាលសមុទ្រខ្សាច់នេះបាត់ទៅហើយគិតយ៉ាងម៉េចទៅឥឡូវយើងវង្វេងនៅទីនេះទៅហើយទឹកក៏អស់ទៀតតើយើងត្រូវរងចាំសេចក្តីស្លាប់មែនទេគឺខុសមកពីខ្ញុំដែលមិនបានមើលផ្លូវឲ្យបានច្បាស់ហើយម្យ៉ាងវិញទៀតវាមកងុយដេកអីនៅពេលនេះខ្ញុំបានដេកនៅលើរទេះយ៉ាងយូរ
ហើយស្រាប់តែភ្ញាក់មកវិញគឺយើងបានដើរខុសផ្លូវបាត់ទៅហើយកុំមិនទោសខ្លួនឯងអីលោកបងរឿងនេះគ្មានអ្នកណាម្នាក់ចង់ឲ្យកើតឡើងនោះទេយើងគិតនាំគ្នារិះរកវិធីដើម្បីចេញពីទីនេះសិនទៅល្អជាងមែនហើយលោកបងកុំមិនទោសខ្លួនឯងអីលោកបងគិតទៅមើលនៅសុកស្រាប់តែមានខ្យល់ខ្លាំងមកពីណាមិនដឹងធ្វើឲ្យយើងនឹកស្មានមិនដល់ហើយបាំងផ្លូវងងឹតឈឹងចុះអាប់រោគតាមមើលផ្លូវមិនឃើញរឿងនេះគ្មានអ្នកណាទៅនឹកស្មានដល់ទេលោកបងហើយចុះលោកបងចុះតើពេលនេះតើលោកបងអាចចំណាំផ្លូវដើម្បីចេញពីទីនេះបានដែរឬទេគឺលោកបងស្គាល់តែទើសត្រង់ថាទឹកដែលយើងនៅសល់នេះមិនអាចគ្រប់គ្រាន់នៅក្នុងការធ្វើដំណើរទៅដល់គោលដៅនោះទេបញ្ហាចម្បងសំខាន់នៅពេលនេះគឺជាបញ្ហាទឹកបើយើងគ្មានទឹកគ្រប់គ្រាន់នោះទេនៅពេលដែលយើងធ្វើដំណើរប្រកាសជាស្លាប់នៅតាមផ្លូវជាមិនខានទេលោកបងហើយក៏មិនបាច់សួរថាយើងអាចត្រឡប់ទៅក្រោយវិញឬក៏ទៅមុខយ៉ាងម៉េចទេព្រោះថាយើងជាប់នៅកណ្ដាលវាលខ្សាច់នេះបាត់ទៅហើយណាលោកបងចុះនៅទីនេះមានអណ្ដូងទឹកឬស្រះទឹកឬប្រភពទឹកណាមួយទេលោកបងមែនហើយទីវាលធំធេងយ៉ាងនេះប្រកាសជាមានប្រភពទឹកជាមិនខានយើងកុំតិនអស់សង្ឃឹមអីណាមានទេលោកបងអើយមើលតែជុំវិញនេះទៅដឹងហើយគ្មានរុក្ខជាតិដុះផងតើតើមានប្រភពទឹកមកពីណាបើអញ្ចឹងមានតែវិធីមួយទេគឺយើងជីកទៅក្រោមដីប្រកាសជាមានទឹកជាមិនខានហើយចុះយើងជីកពីត្រង់ណាទៅលោកបងបើយើងមើលទៅសុទ្ធតែវាខ្សាច់អញ្ចឹងហើយម្យ៉ាងវិញទៀតតើយើងធ្វើយ៉ាងម៉េចដឹងថាទីណាមានប្រភពទឹកដែលយើងអាចជីកទៅបានពេលនោះឈ្មួញក្របានក្រឡេកភ្នែករកកន្លែងដែលពួកគេត្រូវជីករកប្រភពទឹកគាត់ក៏បានស្កត់សម្គាល់កន្លែងមួយដែលមានស្មៅដុះជុំចិត្តខៀវស្រងាត់ខុសប្លែកពីកន្លែងធម្មតាហើយក៏បាននិយាយដោយសេចក្តីអំណរថានោះហើយជាកន្លែងដែលពួកយើងត្រូវជីកព្រោះថាស្មៅនោះដុះបានយ៉ាងខៀវស្រងាត់ប្រកាសជាខាងក្រោមនោះមានទឹកជាមិនខានពេលនោះពួកគេក៏ប្រញាប់ប្រញាល់នាំគ្នាយកសម្ភារៈដើម្បីជីកដីស្វែងរកប្រភពទឹកដែលនៅក្រោមគុម្ពស្មៅនោះជីកអស់រយៈពេលយ៉ាងយូរក៏នៅតែមិនទាន់មានដំរុយដែលសម្គាល់ថាមានប្រភពទឹកអ្វីបន្តិចសោះឡើយហើយថែមទាំងជីកទៅប៉ះទៅនឹងផ្ទាំងថ្មយ៉ាងធំមួយផ្ទាំងនៅខាងក្រោមនោះថែមទៀតផងដែលធ្វើឲ្យមិនអាចជីកទៅមុខបន្តទៅទៀតបានជីកកាន់តែជ្រៅទៅដូចជាគ្មានសូម្បីតែសំណើមទឹកបន្តិចក៏គ្មានដែរខ្ញុំអស់កម្លាំងនឹងជីកតទៅទៀតលែងរួចហើយអស់សង្ឃឹមហើយខ្ញុំកុំទឿនអស់សង្ឃឹមអីលោកបងយើងព្យាយាមជីកឲ្យកាន់តែជ្រៅជាងនេះបន្តិចទៀតទៅខាងក្រោមប្រកាសជាមានទឹកជាមិនខានពួកយើងព្យាយាមហើយលោកប្អូនឲ្យយើងជីកយ៉ាងណាទៀតលោកប្អូនមើលណែផ្ទាំងថ្មលឹងធំវាមកនៅឲ្យទៅក្រោមខ្សាច់នេះធ្វើឲ្យយើងជីកទៅមុខមិនរួចទៀតទេយើងប្រហែលជាអស់សង្ឃឹមនៅពេលនេះហើយលោកប្អូនកំឡុងពេលនោះពួកគេអស់សង្ឃឹមយ៉ាងខ្លាំងហើយនឹកគិតថានឹងមិនអាចចេញពីទីនេះរួចនោះទេក៏ស្រាប់តែឈ្មួញមាននប់ក៏បានឮសូរសំឡេងទឹកហូរតិចនៅក្រោមផ្ទាំងថ្មនោះលោកបងទាំងពីរតើលោកបងទាំងពីរឮដូចខ្ញុំទេខ្ញុំដូចជាឮសំឡេងទឹកហូរនៅក្រោមថ្មនោះមើលទៅលោកបងហត់ឡើងរវើរវាយហើយពេលនោះឈ្មួញមាននប់ក៏បានយកជណ្ឌីជីកបោកបំបែកផ្ទាំងថ្មដែលធ្វើឲ្យរាំងស្ទះនៅក្នុងការជីកពេលនោះក៏ស្រាប់តែមានទឹកយ៉ាងច្រើនចេញមកពីក្រោមថ្មនោះដែលធ្វើឲ្យឈ្មួញមាននប់មានសេចក្តីរីករាយយ៉ាងខ្លាំងមានទឹកហើយអ្នកទាំងពីរមើលណែហ៎ទឹកមេតាយើងមានសង្ឃឹមវិញហើយពេលនោះពួកគេបានផឹកទឹកដោយសេចក្តីត្រេកអរយ៉ាងខ្លាំងព
ពួកគេបានដងទឹកដើម្បីទុកបន្តធ្វើដំណើរឲ្យឆ្លងផុតពីវាលខ្សាច់នេះមុននឹងពួកគេចាកចេញពួកគេបានដាក់សញ្ញាដើម្បីសម្គាល់ឲ្យអ្នកដែលធ្វើដំណើរក្រោយៗបានដឹងថានៅទីនេះមានប្រភពទឹកពួកគេបានធ្វើដំណើរយ៉ាងសុវត្ថិភាពទៅដល់ទីកន្លែងដែលគេត្រូវលក់ដូរនិងជួញដូរនោះតម្លៃអប់រំនៅក្នុងរឿងនេះគឺបើយើងលះបង់ការព្យាយាមព្រមទាំងបោះបង់ការតាំងចិត្តហើយនោះយើងក៏នឹងគ្មានថ្ងៃអាចទទួលបានផលសម្រេចអ្វីឡើយ